Hello everyone ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នា Welcome to Mimosa ថ្ងៃនេះដែរគឺយើងបានលើកយករឿងរបស់យើងកាលពីមុនហ្នឹងមកសម្ដែងបន្តដែលជារឿង Broken Love ដែលបើប្រែជាខ្មែរថាគូកាន់បានសាច់រឿងកាលពីមុនយើងបានថឹងថាCatherine បានរត់ចូលឡានតែតាំងក៏ពិតនោះគ្រាន់តែជាការយល់សប្បុរសរបស់ឪពុករបស់ Catherine តែប៉ុណ្ណោះពេលដែលគាត់ភ្ញាក់ឡើងមកគាត់ក៏និយាយថាអូយតាំងក៏ពិតវាគឺជាការយល់សប្បុរសទេអីគាត់ខំតែភ័យបានចុះពីលើផ្ទះដើម្បីទៅមើល Catherine ចង់ដឹងថា Catherine នឹងធ្វើអីចឹងណាពេលហើយគឺគាត់បានឃើញ Catherine នឹងគឺកំពុងតែលេងទេដូច្នេះគាត់ក៏បាននិយាយតែម្នាក់ឯងថាកូនរបស់គាត់ល្អណាស់នាងសំធ្វើអញ្ចឹងទេវាគ្រាន់តែជាការយល់សប្បុរសចង្រៃតែប៉ុណ្ណោះ Catherine កំពុងតែលេងហ្នឹងនាងក៏បានក្រឡេកភ្នែកឃើញឪពុករបស់នាងដែលឈរមើលនាងនោះហើយនាងបានរត់ទៅអបឪពុករបស់នាងដោយសេចក្តីស្រឡាញ់ហើយនៅពេលនោះឪពុករបស់ Catherine បាននិយាយទៅកូនគាត់ថាទៅអង្គុយនៅទីនោះផ្លែតមកកូនតាមពុកនិយាយបន្តិចថាតើមានរឿងអ្វីបានជាប៉ាហើយកូនមកអញ្ចឹងជាអ្នកទាំងអស់គ្នាកន្លែងហ្នឹងនឹងអាចហៅប៉ាបានពុកក៏បានដែរណាអ្នកទាំងអស់គ្នាគឺថាជាពាក្យតែមួយទេនៅពេលនោះឪពុករបស់ Catherine ក៏បាននិយាយថាអូប៉ាគឺចង់ផ្លាស់ប្ដូរទីលំនៅពីព្រោះវាថាតែប៉ាត្រូវការទៅរកស៊ីនៅរឿងផ្លូវឆ្ងាយបន្តិចណាកូនផ្លាស់ប្ដូរទីលំនៅធ្វើអីប៉ាផ្ទះរបស់យើងគឺមានហើយទេតាចាំបាច់អីទៅផ្លាស់ប្ដូរទីលំនៅយើងមានផ្ទះធំមួយហើយកូនក៏មិនដែលសូវចង់ទៅនៅក្រៅពីផ្ទះរបស់យើងដែរកូនមិនចង់ទៅទេប៉ាមិនបានទេកូនប៉ាទៅតែរកលុយផងហើយនៅមួយតារបស់ឯងគឺបាននៅផ្ទះឈឺផងដែរបើយើងមិនទៅវាមិនកើតទេកូនគេហៅថាកូនរមកូនហើយ Catherine ក៏បាននិយាយថាមិនអីទេប៉ាតាមចិត្តប៉ាទៅកូនសម្រាប់ទៅតាមប៉ាទេហើយ Catherine ក៏បានមកអង្គុយលេងបែបបឡរបស់នាងហើយនាងក៏អង្គុយគិតតែម្នាក់ឯងថាចុះបើខ្ញុំទៅចុះអ្នកណាបានលេងជាមួយនឹងមូខេម៉ាទៀតខ្ញុំពិបាកចិនណាស្រាប់តែពេលនោះមូខេម៉ាបានចូលមកផ្ទះរបស់នាងតែម្ដងហើយក៏បាននិយាយថាមកទៅណាជាមួយខ្ញុំបន្តិចមកពេលហើយ Catherine ក៏បាននិយាយទៅកាន់ពុករបស់នាងថាកូនសុំចេញទៅក្រៅផ្ទះបន្តិចប៉ា Catherine ក៏បានតបទៅមូខេម៉ាថាប៉ុន្មានទេអីទៀតខ្ញុំត្រូវចាក់ចេញពីផ្ទះរបស់ខ្ញុំហើយខ្ញុំមិនចង់ចាក់ចេញទេពីព្រោះនេះសាតែនេះជាផ្ទះរបស់ខ្ញុំហើយណាមួយខ្ញុំនឹកឯងខ្ញុំមិនចង់ទៅឆ្ងាយពីឯងទេមូខេម៉ាក៏បានតបទៅ Catherine ថាឯងទៅណាហេតុអ្វីបានជាឯងចង់ចាក់ចេញពីខ្ញុំមិនទាន់បាននិយាយពាក្យក្នុងចិត្តរបស់ខ្ញុំឲ្យតែឯងស្ដាប់អស់នោះទេបើឯងចាក់ចោលខ្ញុំទៅចង់ឲ្យខ្ញុំនេះទៅធ្វើអ្មេចទៅមិនអីទេណា10ឆ្នាំក្រោយខ្ញុំនឹងត្រឡប់មកវិញខ្ញុំនឹងមករកឯងហើយខ្ញុំនឹងរៀបការជាមួយនឹងឯងចង់ចាំខ្ញុំផងណាពួកគេបានអបគ្នាក៏លាគ្នាព្រោះពួកគេដឹងថាថ្ងៃស្អែក Catherine គឺបានចាក់ចេញពីផ្ទះនេះតែម្ដងម៉ូខេម៉ាបានរត់ទៅដោយសេតផងដែរព្រោះមិនគិតថាគេនឹងចាក់ចេញពីខ្លួនឯងនោះទេយើងសុំទោសឯងផងណាយើងក៏មិនចង់ចាក់ចេញពីឯងទេប៉ុន្តែធ្វើដូចម្ដេចគ្រួសារយើងត្រូវផ្លាស់ប្ដូរទីលំនៅខ្ញុំតាមគ្រួសារសិនហើយ10ឆ្នាំក្រោយខ្ញុំនឹងត្រឡប់មករកឯងវិញហើយ Catherine វិញទឹកភ្នែកគឺហូរមកដូចជាទឹកទន្លេចឹងនាងទុកមិនឈ្នះនោះទេប៉ុន្តែដោយសារតែនាងត្រូវទៅចូលទៅផ្ទះវិញកុំឲ្យឪពុកនាងដឹងនាងក៏បានជូតទឹកភ្នែកដើម្បីកុំឲ្យឪពុកនាងដឹងចឹងណាថានាងយំហើយនាងក៏បានត្រឡប់ដើរចូលទៅផ្ទះរបស់នាងវិញព្រោះខ្លាចឪពុកនាងរកនាងយូរចឹងណាអូប៉ាកូនទៅជួបមូខេម៉ាបន្តិចណាកូនគ្រាន់តែលាគេតែប៉ុណ្ណោះបានមកញ៉ាំអាហារនៅក្នុងផ្ទះមួយទឹកមួយផ្អែកដើម្បីទៅរៀបចំខ្លួននៅថ្ងៃស្អែកI don't wanna say goodbye, 'cause this one means forever. Now you're in the stars, the 6 feet never felt so far. Here I am alone between the heavens and the embers. Oh, it hurts so hard. For a billion different reasons, you took the best of my heart.
នាងបានមកកោតណៃឪពុករបស់នាងហើយនាងបានទាំងងត់តាំងងត់អីជើងដើម្បីរៀបចំខ្លួនបន្ទាប់ពីមើលរឿងហើយយ៉ាងទៅមើលទទួលឲ្យមិនដែរអ្នកទាំងអស់គ្នារឿងនោះល្អមកដែរអត់ហើយនាងបានមកចូលមាត់មកអួយហើយសញ្ចឹងកាត់តែម្នាក់ឯងចឹងណាពួកអីមិនដឹងថាគិតអីទេក្មេងអត់ហ្នឹងថាកុំឲ្យមានស្នេហាចឹងអត់បាក់ចឹងណាកុំយកគំរូតាមរឿងហ្នឹងអត់ល្អទេក្មេងយើងត្រូវប្រឹងប្រែងរៀនសូត្រកុំមានស្នេហាកុំមានអីងំមកឈីចាប់ទេ everyone យើងក៏បានមកដេកហើយគិតតែម្នាក់ឯងគិតបដានិយាយតែឯងទៅដែរយើងនិយាយថាខ្ញុំស្រឡាញ់មូខេម៉ាណាខ្ញុំចង់ចាក់ចែងពីគាត់ទេ10ឆ្នាំក្រោយវាយូរណាខ្ញុំនឹងរងចាំគាត់រហូតយំទៀតឯណាទាំងអស់គ្នាអើយគិតតែពីយំហើយតួប្រុសរបស់យើងវិញក៏យំដែរនេះបូតួប្រុសក៏និយាយថាខ្ញុំនឹងរងចាំអ្នកណាខាត់ថារិនរងចាំអ្នករហូតទៅតែខ្ញុំលែងមានដង្ហើមនេះដូចស្នេហាខ្ញុំដែរអមរងចាំគេថាយើងក្បត់គេអត់យល់បន្តមកទៀតអ្នកទាំងអស់គ្នាគឺព្រឹកស្អែកឡើងគឺមូខេម៉ែហ្នឹងក៏បានមករកខាត់ថារិនហើយខាត់ថារិនហ្នឹងសប្បាយចិត្តខ្លាំងមែនតើគេក៏បានចុះទៅរកមូខេម៉ាដើម្បីនិយាយពាក្យខ្លះចឹងណាពួកអីត្រូវលាគ្នាឥឡូវហ្នឹងហើយខាត់ថារិនក៏បានអរទៅរកមូខេម៉ាហើយក៏បានអោបគ្នាចឹងទៅកាលណាមនុស្សរៀនស្រងខំស្រឡាញ់គេហើយប៉ុន្តែយើងត្រូវចាក់ចេញពីគេវាជួយចាប់មែនតើអ្នកទាំងអស់គ្នាប៉ុន្តែយើងសង្ឃឹមថានេះខាត់ថារិននេះមិនទៅចោលមូខេម៉ាយូរទេអ្នកទាំងអស់គ្នាខ្ញុំគិតអញ្ចឹងពួកអីខ្ញុំជឿថាទៅ10ឆ្នាំទេហើយនាងបានមករត់ចូលផ្ទះរបស់នាងវិញក៏បាននាំឪពុករបស់នាងហ្នឹងដើម្បីរៀបចំអីវ៉ាន់ដើម្បីចាក់ចេញទៅនៅពេលឥឡូវនេះនៅពេលដែលនាងជីបដានាងក៏គិតទៀតដែរប៉ុន្តែឲ្យហ៊ានយំឲ្យហ៊ានគិតច្រើនទេខ្លាចពុកវិញសួរ For my heart, I mean every word. So as long as I live, I love you. We'll have it hold you. You look so beautifully white. ហើយខាត់ថារិនបានអង្គុយមើលកញ្ចក់របស់នាងហើយនាងពិតជាមានការនឹករលឹកដល់មូខេម៉ាខ្លាំងណាស់ចាប់ចង់ជួបគេប៉ុន្តែមិនដឹងថាជួបគេដូចម្ដេចដូច្នេះហើយនាងក៏ទៅហៅអ្នកបម្រើនៅក្នុងភូមិគ្រឹះរបស់នាងហ្នឹងដើម្បីទៅអង្គុយលេងព្រោះឯនាងអបសោកពេកចឹងអ្នកទាំងអស់គ្នានៅស្ងាត់មែនតើអត់មានអីទេនាងក៏មកអង្គុយលេងញ៉ាំទីហ្នឹងទៅហើយអ្នកបម្រើក៏រត់មកតាមក្រោយហើយពួកគាត់ទាំងពីរបាននិយាយគ្នាប្រហែលម៉ាត់ចឹងទៅខាត់ក៏ត្រឡប់ចូលភូមិគ្រឹះរបស់នាងវិញ11ឆ្នាំក្រោយមកអ្នកទាំងអស់គ្នាមើលខាត់ត្រេនស្គាល់អត់ហ្នឹងចានាងគឺស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាមើលពីកាលក៏ដឹងថាស្អាតដែរចាំមើលថាមុខនាងមិនទៅហើយ11ឆ្នាំនេះនាងបានសុំជីតារបស់នាងនឹងដើម្បីមកផ្ទះរបស់នាងផងដែរនៅកំពុងរបស់នាងផងដែរណាដើម្បីមកមើលហើយនាងបានលើសសន្យាចំនួន1ឆ្នាំហើយកាលនាងមក10ឆ្នាំក្រោយតែដល់11ឆ្នាំហើយអ្នកទាំងអស់គ្នាគឺលើស1ឆ្នាំនាងក៏បានមកទីនេះដើម្បីមើលចឹងទៅផ្ទះរបស់នាងនៅថ្មីដដែលទេគឺមានខពណ៌អីទេបើនាងឲ្យគេមកជួយសម្អាតរកខែចឹងណាហើយនាងក៏បានមកអង្គុយនិយាយទៅថាខ្ញុំនឹកបារម្ភម្នាក់ដល់ហើយតើអ្នកគិតថាការស្រឡាញ់នេះវាអាចទៅរួចទេបើពួកយើងមានវណ្ណៈខុសគ្នាឥឡូវនេះនិយាយរួមមកខាត់ត្រីណាតរគឺស្អាតងាកសាច់ធឺតមកចំណែកអានេះគឺជាពីណាគេចេះណាតនេះមើលមកស្គាល់ទេហើយខាត់ត្រីក៏បានជីកទៅសម្ដៅទៅក្រុមហ៊ុនរបស់នាងចឹងព្រោះនាងក៏ត្រូវមកខំក្រុមហ៊ុនរបស់នាងដែរនាងបានវិនិយោគជាមួយនឹងក្រុមហ៊ុនចិនមួយចឹងតែមិនដឹងឈ្មោះអីទេតមកទៀតនាងក៏បានមកនិយាយសួរនាំពីបុគ្គលិកនៅនឹងខ្ញុំទៅចំណែកអេឡានពណ៌ខៀវមួយនេះណាទាំងអស់គ្នាគឺអនន្តជាឡានរបស់ទូប្រុសឬក៏មិនតែទេប្រហែលជាទូប្រុសហើយអ្នកទាំងអស់គ្នានឹងមិនទាន់ប្រាប់ទេហើយទូប្រុសមិនដើរចូលមកហ្នឹងសូមនិយាយទូប្រុសចឹងសិនមកអ្នកគ្នាហើយម្នាក់ឯងនៅក្រោយហ្នឹងគេមកភេទរបស់ទូប្រុសហ្នឹងចឹងទៅហើយទូប្រុសក៏បានដើរចូលទៅនេះគាត់ក៏បានឃើញមុខខាត់រិនចឹងហើយខាត់រិនពិតជាឆ្ងល់មែនតើមិនបានមកម្នាក់ហ្នឹងស្ទីងនោះមុខខេម៉ាមកហើយគាត់បានទៅសួរចឹងទៅថាឯងគឺជាមុខខេម៉ាមែនអត់ថាបើឯងជាមុខខេម៉ាមែនតើឯងស្គាល់ខ្ញុំដែរឬអត់ចឹងសួរឡើងពីគ្នាចង់ដឹងចឹងទៅបាទខ្ញុំនឹងឲ្យជាមុខខេម៉ាតើអ្នកនាងពិតជាខាត់រិនមែនអត់តើអ្នកនាងប្រកាសចិត្តទេថាអ្នកនាងគឺជាខាត់រិនរបស់ខ្ញុំ
ហើយពួកគេបានកាន់ដៃគ្នាទៅនិយាយគ្នាចឹងទៅតែពេលនោះគឺមូខេម៉ាបានចានាងទៅគេមកអួយហើយក៏និយាយទៅថាអឺតើអ្នកទៅយូរទៅចៅខ្ញុំយូរម្ល៉េះខ្ញុំពិតជាមិនដឹងនោះទេថាខ្ញុំទៅយូរដល់ថ្នាក់ហ្នឹងប៉ុន្តែខ្ញុំមិនមានចេតនាថាចង់ទៅយូរទេខ្ញុំពិតជាចង់ជួបឯងខ្លាំងណាស់ហើយពួកគេក៏បានខិះគ្នាចឹងទៅហើយCatherine បានបបួលមូខេម៉ាហ្នឹងមកលេងនៅកន្លែងនេះធ្លាប់លេងជាមួយនឹងឪពុករបស់នាងហើយនាងក៏បាននិយាយដែរថាខ្ញុំពិតជានឹកឯងខ្លាំងណាស់ខ្ញុំមិនចង់ចាក់ឆ្ងាយពីឯងទេតើឯងដឹងដែរឬអត់តើពេលនេះខ្ញុំអាចហៅឯងថាបងបានដែរឬទេចំណែកមូខេម៉ាវិញមកតាញ៉ាំញ៉ាំមកហើយគាត់បាននិយាយថាខ្ញុំពេញចិត្តនឹងឲ្យអ្នកនាងហើយពួកគេក៏បានមកអង្គុយលេងនិយាយគ្នាបានម៉ាត់ចឹងហើយយប់គាត់ពួកគេបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយជិះឡានទៅហ្នឹងគេក៏បានគ្រោះថ្នាក់ចរាចរណ៍ហើយអ្នកទាំងអស់គ្នាអញមើលបានមូខេម៉ាបានបែកក្បាលហូឈីមជាខ្លាំងចំណែកខាថារីនងើបអត់រួចទេអ្នកទាំងអស់គ្នាហើយស្រាប់តែពេលហ្នឹងគឺរឿងបានទៅលេងនៅកន្លែងផ្សេងចឹងណារឿងគឺទៅចេញផ្សេងចឹងទៅហើយមិនបានទៅវាទៅចេញចឹងទៅអ្នកទាំងអស់គ្នាអ្នកគ្នាយល់អត់ហេតុអីបានទៅត្រូវចេញចឹងអត់យល់ដែរទេអ្នកទាំងអស់គ្នាប៉ុន្តែទាំងអស់គ្នាចង់តាមដានទៀតចឹងអ្នកទាំងអស់គ្នាអាចមើលបានថាមិនបានតួស្រីចេញមកចូលក្នុងគ្រួនេះវិញចឹងណាគឺយើងអាចមើលភាពតបាននេះជាភាព2យើងអាចមើលភាព3បានណា